ยកំពុងភ័យខ្លួនថៃព្រួយបារម្ភនិងកំពុងតាមដានសម្ដេចហ៊ុនម៉ាណែតយករឿងចំនួនព្រំដែនទៅបើកកកាយលើឆាកអន្តរជាតិលោកស៊ីហាសៈភុនគិតកែវដែលជារដ្ឋមន្ត្រីក្រសួងការបរទេសបានលើកឡើងនៅថ្ងៃអង្គារនេះថាក្រសួងការបរទេសរបស់សៀមកំពុងតាមដានយ៉ាងដិតដល់នៅរាល់ការចូលរួមជាអន្តរជាតិរបស់សម្ដេចហ៊ុនម៉ាណែតហើយត្រៀមខ្លួនរួចជាស្រេចក្នុងការបកស្រាយការពិតប្រសិនបើមានព័ត៌មានណាមួយដែលមិនត្រឹមត្រូវអំពីចំនួនព្រំដែនកម្ពុជានិងថៃត្រូវបានលើកឡើងប្រទេសថៃបានដឹងថាសម្ដេចហ៊ុនម៉ាណែតបានធ្វើដំណើរទៅក្រៅប្រទេសរួមទាំងរបាយការណ៍ស្ដីពីជំនួបនៅសហរដ្ឋអាមេរិកជាមួយប្រធានាធិបតីដូណាល់ត្រាំប៉ុន្តែលោកសង្កត់ធ្ងន់ថាថៃមានបណ្ដាញផ្ទាល់ខ្លួនក្នុងការបង្ហាញព័ត៌មានទៅអន្តរជាតិចំពោះរបាយការណ៍ដែលថាកម្ពុជាបានស្នើឯកសារប្រវត្តិសាស្ត្រនិងបច្ចេកទេសព្រំដែនពីបារាំងតាមរយៈប្រធានាធិបតីបារាំងលោកម៉ាណូអែលម៉ាក្រុងនោះលោកបានមានប្រសាសន៍ថាភាគីថៃបានតាក់ទងទៅបារាំងដើម្បីស្នើសុំព័ត៌មានលម្អិតផងដែរដោយកត់សម្គាល់ថាការស្នើសុំបែបនេះគឺជាសិទ្ធិរបស់ប្រទេសនីមួយៗលោកបានបន្ថែមថានាយករដ្ឋមន្ត្រីត្រូវបានរំពឹងថានឹងកោះប្រជុំក្រុមប្រឹក្សាសន្តិសុខក្នុងពេលឆាប់ៗនេះដើម្បីពិនិត្យស្ថានភាពព្រំដែនជាមួយកម្ពុជានិងមីយ៉ាន់ម៉ាក្នុងអំឡុងពេលរងចាំការបង្កើតរដ្ឋាភិបាលថ្មីកម្ពុជានឹងបកអក្សរថៃនៅក្នុងកិច្ចប្រជុំសន្តិភាពនៅសហរដ្ឋអាមេរិកការចូលរួមរបស់រដ្ឋាភិបាលកម្ពុជាក្នុងកិច្ចប្រជុំសន្តិភាពដែលរៀបចំដោយលោកដូណាល់ត្រាំគឺជាព្រឹត្តិការណ៍ការទូតដ៏គួរឲ្យចាប់អារម្មណ៍មួយដែលឆ្លុះបញ្ចាំងអំពីគោលនយោបាយការបរទេសបែបពហុភាគីនិយមនិងស្វែងរកតុល្យភាពនៃអំណាចរបស់កម្ពុជានៅក្នុងអាណត្តិទី2របស់លោកដូណាល់ត្រាំលោកបានសង្កត់ធ្ងន់លើការដោះស្រាយជម្លោះសន្តិភាពតាមរយៈកម្លាំងនិងការចរចាដោយផ្ទាល់កម្ពុជាក្នុងនាមប្រទេសដែលធ្លាប់ឆ្លងកាត់សង្គ្រាមស៊ីវិលដ៏ជូរចត់និងមានបទពិសោធន៍ក្នុងនយោបាយឈ្នះឈ្នះបានបង្ហាញឆន្ទៈក្នុងការចូលរួមចំណែកផ្ដល់មតិយោបល់និងការគ្រប់គ្រងគំនិតព្រួយផ្ដាំណាមួយដែលនាំមកនូវស្ថិរភាពសកលគោលបំណងសំខាន់នៃការចូលរួមរបស់កម្ពុជាគឺជាការពង្រឹងទំនាក់ទំនងទ្វេភាគីការចូលរួមកិច្ចប្រជុំដឹកនាំដោយសហរដ្ឋអាមេរិកគឺជាឱកាសសម្រាប់កម្ពុជាក្នុងការតបជាប់ទំនាក់ទំនងឡើងវិញជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនឲ្យកាន់តែមានភាពជិតស្និទ្ធនិងយោគយល់គ្នារួមទាំងការបង្ហាញពីតួនាទីក្នុងតំបន់កម្ពុជាចង់បង្ហាញថាខ្លួនមិនមែនគ្រាន់តែជាសមាជិកអាស៊ានធម្មតានោះទេប៉ុន្តែជាតួអង្គសន្តិភាពដែលអាចជួយសម្របសម្រួលចំនួនអន្តរជាតិបានសម្រាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មតាមរយៈកិច្ចប្រជុំសន្តិភាពវាក៏ជាច្រកផ្លូវមួយសម្រាប់ពិភាក្សាអំពីការបើកចំហទីផ្សារនិងការវិនិយោគពីអាមេរិកមកកម្ពុជាវិញផងដែរចំណុចដែលលេចធ្លោពីចំហរបស់កម្ពុជាក្នុងកិច្ចប្រជុំនោះតំណាងរដ្ឋាភិបាលកម្ពុជានឹងលើកនៅចំណុចសំខាន់ដូចជាការគោរពអធិបតេយ្យភាពសន្តិភាពត្រូវតែដើរទន្ទឹមនឹងការគោរពសិទ្ធិសម្រាប់ជោគវាសនារបស់ប្រទេសនីមួយៗកម្ពុជាតែងតែគ្រប់គ្រងជជែកគ្នាលើតុចរចាជាជាងការប្រើប្រាស់សម្ពាធសេដ្ឋកិច្ចឬយោធាសម្រាប់ការចំណេញខាងនយោបាយការដែលលោកដូណាល់ត្រាំអញ្ជើញកម្ពុជាឲ្យចូលរួមក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់បែបនេះបញ្ជាក់ថាអាមេរិកទទួលស្គាល់ឥទ្ធិពលរបស់កម្ពុជានៅក្នុងតំបន់អាស៊ីអាគ្នេយ៍កម្ពុជាបានបង្ហាញឲ្យពិភពលោកឃើញថាខ្លួនមានសមត្ថភាពដើរតួជាមិត្តជាមួយនឹងប្រទេសចិននិងអាមេរិកដោយរក្សាបាននូវអព្យាក្រឹតយ៉ាងសកម្មខេត្តកំពង់ធំនៅតែមានជនខិលខូចឆ្លៀតឱកាសទន្ទ្រានដីព្រៃអចិន្ត្រៃយ៍របស់រដ្ឋរាប់សិបហិកតាឯកឧត្តមនុនផារតអភិបាលនៃគណៈអភិបាលនៃខេត្តកំពង់ធំបានបង្ហោះសារយ៉ាងដូចនេះថាក្នុងដំណាក់កាលប្រទេសជាតិកំពុងតែរងការឈ្លានពានពីប្រទេសជិតខាងនៅតែមានជនខិលខូចឆ្លៀតឱកាសទន្ទ្រានដីព្រៃអចិន្ត្រៃយ៍របស់រដ្ឋរាប់សិបហិកតាតាមការកត់សម្គាល់យើងឃើញថាជនល្មើសហាក់ដូចជាស្គាល់ច្បាស់ថាទីតាំងណាជាព្រៃអចិន្ត្រៃយ៍ហើយទីតាំងណាជាព្រៃសហគមន៍ក្នុងគោលដៅទន្ទ្រានយកទីតាំងដែលអាចនឹងឈានទៅរកការតវ៉ាឲ្យចេញបានកម្មសិទ្ធិនាពេលអនាគតខ្ញុំសូមគូបញ្ជាក់ថានៅម៉ោងនេះវិធានការរឹតបន្តឹងនិងការបង្កើតប្រសិទ្ធភាពនៃការអនុវត្តច្បាប់ប្រកបដោយតម្លាភាពនិងភាពស្មោះត្រង់គឺជាអាវុធដ៏មានប្រសិទ្ធភាពបំផុតក្នុងការប្រឆាំងនិងអភិក្រមរបស់ជនល្មើសដែលតែងតែប្រកាន់ថាអ្នកហ៊ានគឺបានពេលនេះតំបន់រងការទន្ទ្រាននេះនឹងត្រូវបានកំណត់ភូមិសាស្ត្ររួចហើយដោយរដ្ឋបាលខេត្តដែលចាត់វិធានការយ៉ាងប្រកាសថាជនល្មើសទាំងនោះមិនត្រឹមតែមិនអាចទទួលបាននូវសិទ្ធិណាមួយលើផ្ទៃដីព្រៃដែលខ្លួនបានកាន់កាប់នោះទេប៉ុន្តែផ្ទុយទៅវិញនឹងត្រូវជាប់អន្ទាក់នីតិវិធីតុលាការដែលបានបើកនីតិវិធីរួចទៅហើយដើម្បីស្វែងរកបុគ្គលទទួលខុសត្រូវមុខច្បាប់ខ្ញុំសូមផ្ដាំថាកុកតែងភ្លេចជងតែជងមិនដែលភ្លេចកុកនោះទេដែលការចុះប្រតិបត្តិការយ៉ាងសកម្មរបស់អភិបាលខេត្តកំពង់ធំនិងក្រុមការងារគឺនៅថ្ងៃទី17ខែកុម្ភៈឆ្នាំ2026នេះនោះលោកពូផៃវណ្ណៈបានរៀបចំពាក្យបណ្ដឹងលោកឈុនភិរមពីបទជេរប្រមាថជាសាធារណៈ
ដោយបានបង្ហោះសារយ៉ាងដូចនេះថាលោកឈុនភិរមជាមេបញ្ជាការរងកងរាជអាវុធហត្ថស្រុកអូជ្រៅបានយករូបថតខ្ញុំទៅបង្ហោះជេរប្រមាថតាមចិត្តទាំងខ្ញុំមិនដែលស្គាល់គាត់ហើយមិនដែលមានបញ្ហាអ្វីជាមួយគាត់ខ្ញុំសម្រេចចិត្តរៀបចំមេធាវីដាក់ពាក្យបណ្ដឹងលោកឈុនភិរមពីបទជេរប្រមាថជាសាធារណៈនិងគំរាមកំហែងប្រជាពលរដ្ឋស្ថាបនិកកូរ៉េខាងជើងលោកគឹមអ៊ីលសុងបាននិយាយថារឿងកូរ៉េខាងត្បូងលោកមិនបារម្ភនោះទេតែអ្វីដែលលោកបារម្ភគឺនៅចិត្តរុស្ស៊ីបើមិនប្រឹងខ្លួនឯងឲ្យខ្លាំងមុននឹងក្រោយគេប្រកាសជាលេបយើងមិនខាននៅពេលដែលយើងខ្លាំងសត្រូវនឹងខ្លាយជាមិត្តសាច់ឆ្ងាយនឹងមកជាមិត្តសាច់ចិត្តផ្សារភ្ជាប់សាច់ឈាមគ្នាជាមិនខាន